តើភាគ17នេះជីវិតអាជីនឹងជួបរឿងអ្វីសួស្តីបងប្អូនអរគ្នាបាទជាពិសេស fan រឿងម្ចាស់ស្នេហ៍ប្រែបេះដូងទាំងអស់គ្នាឥឡូវរឿងរបស់យើងក៏បានចប់ភាគ16ហើយក៏ឈានចូលដល់ភាគ17បងប្អូនបាទគឺវគ្គកាន់តែក្តៅកគុកកាន់តែបងប្អូនចង់ដឹងចង់ឮចង់ឃើញបាទពីទង្វើរបស់អាជីកាលពីភាគ1រហូតមកដល់ភាគ15 16នេះចឹងបងប្អូនអរគ្នាប្រកាសជាចង់ដឹងហើយថាជីវិតអាជីនៅភាគ17យ៉ាងម៉េចចឹងណាឥឡូវយើងមកប្រភេទទាំងអស់គ្នាបងប្អូនបាទថាភាគ17ហ្នឹងជីវិតអាជីវានឹងជួបអ្វីអញ្ចឹងតោះយើងទៅប្រភេទទាំងអស់គ្នាអញ្ចឹងដូចបងប្អូនអរគ្នាបានមើលអញ្ចឹងបាទរវាងភាគ16អញ្ចឹងភាគ16គឺលោកវិទ្យបានឃើញពីទង្វើរបស់អាជីហើយលោកវិទ្យក៏បានដឹងពីទង្វើរបស់អាឆាយដែរអញ្ចឹងហើយគាត់កំពុងតែចាប់អារម្មណ៍លើពីអ្នកហ្នឹងដែលបានលក្ខណៈថាមានទំនាក់ទំនងជាមួយគ្នាហើយជាពិសេសគាត់បានឃើញរូបអាបឺតកន្លែងហ្នឹងហើយបងប្អូនបាទគឺគាត់កាន់តែច្បាស់ការ 100% ហើយគាត់នឹងចាប់ផ្ដើមតាមដានជីវិតរបស់អាជីជាមួយនឹងអាឆាយអញ្ចឹងសម្រាប់ម៉ាលីគឺគាត់លែងខ្វាយខ្វល់ហើយដោយសារតែម៉ាលីគាត់បានទៅនៅខាងបែកផ្នែកទៀតមានន័យថាគាត់បានជាប់ GBA ខាងនោះហើយគឺលែងពាក់ព័ន្ធជាមួយអាជីហើយអញ្ចឹងរឿងនេះគឺមានតែអាជីនិងលោកវិទ្យហើយនឹងអាឆាយតែប៉ុណ្ណោះដែលគាត់ត្រូវដោះស្រាយនៅភាគ17ហ្នឹងចឹងហើយបាទភាគ17ហ្នឹងបងប្អូនចូលរួមទីខ្ញុំថាអាជីនឹងជួបរឿងអ្វីខ្ញុំគិតថាភាគ17ហ្នឹងអាចនឹងលោកវិទ្យដឹងហើយបីការត្រឹមភាគ17ហ្នឹងហើយភាគ18រឿងយើងអាចនឹងចប់បងប្អូនអរគ្នាចឹងបងប្អូនអាចគិតយ៉ាងណាបងប្អូនអាចចេញមតិម្នាក់មួយមើលថាជីវិតអាជីនៅភាគ17វានឹងជួបរឿងអ្វីហើយអាជីហើយនឹងអាឆាយត្រូវលោកវិទ្យតាមតាន់រឿងអីទៀតយើងមានតែចាំមើលភាគ18ទាំងអស់គ្នាហើយរឿងរបស់យើងគឺមិនទាន់ចេញថ្ងៃហ្នឹងទេគឺអាចនឹងចេញនៅថ្ងៃស្អែកបងប្អូនអរគ្នាបាទអញ្ចឹងហើយបងប្អូនបាច់ចាំទេបាទរយៈពេលឥឡូវគឺអាចនឹង3ថ្ងៃដើម្បីចេញមកភាគដោយសារតែទី1គឺគាត់ថតទី2គឺគាត់នៅកាត់នៅអីអញ្ចឹងបងប្អូនបាទតម្រាំតែបានរឿងមកភាគអំពីឲ្យយើងមើលគឺគាត់ចំណាយពេលយូរខ្លាំងមែនតើអញ្ចឹងហើយបងប្អូនជប់នឹងមិនបាច់ចាំមើលទេគឺយើងចាំមើលនៅភាគស្អែកទាំងអស់គ្នាភាគ18ទាំងអស់គ្នាអញ្ចឹងយើងមានអីទេបាទអូអធិស្ឋានបងប្អូនអរគ្នាបាទច្រឡំនិយាយភាគ18គឺភាគ17បងប្អូនបាទគឺយើងចាំមើលភាគ17អូជាប់មាត់បងប្អូនហើយបាទច្រឡំនិយាយធ្លាយដល់ភាគ18នោះនិយាយទៅចង់មើលខ្លាំងពេកនិយាយខកអស់ហើយបងប្អូនបាទជាងហើយយើងមានតែចាំមើលភាគ17ទាំងអស់គ្នាបាទថាជីវិតអាជីហើយនឹងអាឆាយលោកវិទ្យតាមតាន់ឬក៏យ៉ាងណាបាទដោយសារតែលោកវិទ្យឥឡូវគឺគាត់កំពុងតែស្វិតស្វាញជាមួយនឹងអាជីនិងអាឆាយខ្លាំងមែនតើហើយគាត់បានឌឺដងជាមួយអាជីប៉ុន្តែអាជីអត់ទាន់ដឹងខ្លួនទេបងប្អូនអរគ្នាបាទចឹងហើយយើងចាំមើលភាគ17ទាំងអស់គ្នាបាទជីវិតអាជីនឹងត្រូវ0តែម្ដងបាទអញ្ចឹងបងប្អូនកុំភ្លេចចុច Subscribe ម្នាក់មួយហើយ comment លេងទាំងអស់គ្នាបងប្អូនអរគ្នាបាទអញ្ចឹងវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរបងប្អូនអរគ្នាបាទបាយបាយបងប្អូនអរគ្នា